World Cup 2026បានចាប់សប្តាហ៍ត្រូវបីប៉ុន្តែមានរឿងរ៉ាវដ៏គួរឲ្យហួសចិត្តមួយនៅពីខាងក្រោយត្រង់ក្រុមឈ្នះដាក់ពានក្នុងថង់យូរយកទៅផ្ទះតែរឿងនេះមានអាចកំបាំងនៅពីក្រោយដែលអ្នកទាំងអស់គ្នាអាចនឹងនឹកស្មានដល់ទេបន្ទាប់ពីក្រុមជម្រើសជាតិអេស្ប៉ាញបានយកឈ្នះអាសង់ទីន 1-0 ក្នុងវគ្គផ្ដាច់ព្រ័ត្រ World Cup 2026 ពិភពលោកទាំងមូលបែរជាផ្ទុះសំណើចពេញបណ្ដាញសង្គមព្រោះប្រូ Marco Corella ដែលជាខ្សែការពារសក់កន្ទ្រើរបស់អេស្ប៉ាញនឹងបានដើរចេញពីកីឡដ្ឋានដោយពាក់ស្បែកជើងផ្ទាត់ស្ពាយកាតាបនៅនឹងខ្នងហើយដៃម្ខាងយួរថង់ផ្លាស្ទិកខ្លាមួយដែលមានច្រកពាន World Cup នៅខាងក្នុងយ៉ាងរំភើយដោយទៅតែទិញបន្លែផ្លែឈើពីផ្សាររូបភាពមួយសន្លឹកនេះបានក្លាយទៅជាមីមដ៏ល្បីល្បាញពេញអ៊ីនធឺណិតទូទាំងពិភពលោកតើមានអ្វីកើតឡើងនៅខាងក្រោយរូបភាពដ៏កំប្លែងមួយនេះដើម្បីយល់ពីរឿងនេះច្បាស់គឺត្រូវដឹងអំពីអាចកំបាំងនៃការបង្កើតនិងការរក្សាទុកពាន FIFA World Cup ទាំងអស់គ្នាពានដើមពិតប្រាកដឬក៏គេហៅថា Original Trophy មានតែមួយគត់ក្នុងពិភពលោកបានច្នៃឡើងយ៉ាងប្រណិតក្នុងឆ្នាំ1974ដោយជាងចម្លាក់ជនជាតិអ៊ីតាលីម្នាក់ដែលមានឈ្មោះថាលោក Silvio Gazzaniga និងផលិតដោយក្រុមហ៊ុន GDE Bertoni នៅទីក្រុងមីឡាន់វាធ្វើអំពីមាសសុទ្ធ 18K ទម្ងន់6គីឡូក្រាមហើយរាល់ពេលដឹកជញ្ជូនគឺត្រូវតម្កល់ក្នុងហឹបស្បែកប្រណិតនៃម៉ាកអភិជន Louis Vuitton ដែលមានសុវត្ថិភាពបំផុតពានមាសសុទ្ធដើមនេះមិនដែលដូរឬធ្វើរៀងរាល់4ឆ្នាំនៃព្រឹត្តិការណ៍ FIFA World Cup ឡើយ FIFA យកចេញពីទូសុវត្ថិភាពនៅស្វីសតែពេលមានការប្រកួតប៉ុណ្ណោះក្រុមជើងឯកបានមានសិទ្ធិកាន់និងលើកប្រអប់នៅលើតារាងតែប៉ុន្មាននាទីឬប៉ុន្មានម៉ោងប៉ុណ្ណោះក្រុមការងារ FIFA នឹងប្រមូលយកទៅរក្សាទុកនៅស្វីសវិញភ្លាមៗគ្មានប្រទេសណាឬកីឡាករណាអាចយកពានដើមនេះទៅផ្ទះបានឡើយពានត្រាប់តាមឬក៏យើងហៅថា Replicate Trophy ត្រូវបានផលិតថ្មីធ្វើពីលោហៈស្រោបមាសដើម្បីប្រគល់ជូនសហព័ន្ធបាល់ទាត់នៃប្រទេសជើងឯកយកទៅរក្សាទុកជារៀងរាល់ឆ្នាំលើពីនេះ FIFA ក៏បានផលិតពានត្រាប់តាមទំហំតូចដែលគេហៅថា Mini Replica ប្រគល់ជូនដល់កីឡាករម្នាក់ៗក្នុងបន្ទប់ផ្លាស់សម្លៀកបំពាក់ទុកជារូបភាពអនុស្សាវរីយ៍ផ្ទាល់ខ្លួនផងដែរសរុបមកពានដែល Coca-Cola ច្រកថង់ផ្លាស្ទិកយួរដើរចេញនោះគឺជាពានត្រាប់តាមវាជាពានអនុស្សាវរីយ៍ផ្ទាល់ខ្លួនប៉ុណ្ណោះដោយសារតែគ្មានប្រអប់ឬក៏កាតាបទំនេរដាក់ទៅរូបគេសម្រាប់ចាត់ច្រកវាចូលក្នុងថង់ផ្លាស្ទិកថ្លាយួរត្រឡប់ទៅអេស្ប៉ាញវិញតែម្ដងបង្កើតបានទៅជារឿងកំប្លែងប្រវត្តិសាស្ត្រនិងជាអនុស្សាវរីយ៍មិនអាចបំភ្លេចបាននៃព្រឹត្តិការណ៍ FIFA World Cup 2026